ក្រុមស្វាមួយវងនេះមានទាំងធំនិងតូចមើលទៅពួកវាហាក់ដូចជាកំពុងតែធ្វើអ្វីម្យ៉ាងអូពួកវាកំពុងតែលេងចាក់ទឹកដូងទៅដឹងអូអត់ទេពួកវាគឺកំពុងតែរកស៊ីចំណីហើយស្វាទាំងនេះពិតជាឆ្លាតខ្លាំងណាស់វាយកឈើទៅចាក់ចូលក្នុងសម្បុកស្រមោចដើម្បីឲ្យស្រមោចតោងលើឈើនោះបន្ទាប់មកវាស៊ីស្រមោចទាំងនោះយ៉ាងស្រួលហើយវាបានប្រាប់រសជាតិអាហារនេះទៅកូនស្វាតូចៗថាហេក្មេងតូចវាគឺហឹរខ្លាំងណាស់ប៉ុន្តែពួកគេមិនខ្វល់ទេចាប់ផ្ដើមហើយហាក់ដូចជាពួកវាត្រៀមខ្លួនបើកសមរភូមិប្រយុទ្ធជាមួយរសជាតិលើកមួយម៉ាត់ញញឹមបែកផ្សែងឆ្ងាញ់ដូចជាអណ្ដាតបានរំលេងជាមួយអាហារដ៏អស្ចារ្យអញ្ចឹងក្រោយពីពួកវាស៊ីស្រមោចរួចមកវានាំគ្នាមករកស៊ីផ្លែឈើដែលទុំធ្លាក់ជាអាហារសម្រាប់លាងមាត់របស់ពួកវាប៉ុន្តែផ្លែឈើទាំងនេះមិនងាយបានស៊ីស្រួលនោះទេគឺពួកវាត្រូវចំណាយពេលដំបំបែកផ្លែឈើទាំងនោះដោយដុំថ្មទើបវាអាចស៊ីផ្លែនោះបានចំណែកកូនស្វាមួយនេះវិញគេចាប់យកមែកឈើធ្វើជាញញួរចង់វាយគ្រាប់ផ្លែឈើនោះឲ្យបែកអាយ៉ាមានអ្វីខុសប្រក្រតីជាមួយញញួរនោះវាមិនអាចវាយចំគ្រាប់នោះទេហើយថែមទាំងបាក់ជាពីរទៀតផងសួយណាស់វាឈប់សិនហើយស្រែកថាអូចាំមួយផ្លេតភ្នែកសម្លឹងមើលជុំវិញហើយឃើញអ្នកខ្លះគេកំពុងប្រើថ្មដំបំបែកផ្លែឈើនោះអាយ៉ាគេប្រើថ្មនេះមែនទេគ្មាននរណាបាននិយាយប្រាប់វាអំពីថ្មនេះទេវាងក់ក្បាលបាទយល់ព្រមនេះគឺលើកទី1ដែលវាបានទទួលមេរៀនថ្មីបន្ទាប់មកគេលើកដុំថ្មឡើងហើយនិយាយដូចជាគ្រូជោគជ័យថាភាពជោគជ័យជាមួយគ្រាប់ទាំងនេះគឺអាស្រ័យទៅលើគុណភាពនៃញញួររបស់អ្នកដូចជាសារចង់ប្រាប់ថាឧបករណ៍ល្អជីវិតក៏ល្អនិងសូមប្រុងប្រយ័ត្នរក្សាដៃនិងជើងឲ្យនៅឆ្ងាយពីថ្មគ្រប់ពេលព្រោះដុំថ្មនេះមិនមែនជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាននោះទេក្រោយមកវាអង្គុយចុះងាកក្បាលទៅមើលថ្ងៃហើយក៏និយាយថាបាទដល់ពេលសម្រាកនិងរំលាយអាហារហើយ